កម្ពុជារកឃើញកងទ័ពថៃបំពេញកិច្ចព្រមព្រៀងដោយបង្ហោះដ្រូនចល័តសភាវុធនិងជីកលានដ្ឋានបង្កើនទ័ពតាមព្រំដែនខេត្តព្រះវិហារនិងឧត្តរមានជ័យកងទ័ពថៃមិនគោរពកិច្ចព្រមព្រៀងតាមរយៈការបង្ហោះដ្រូនចល័តអាវុធសភាវុធជីកលានដ្ឋានតាមព្រំដែននៅខេត្តព្រះវិហារនិងឧត្តរមានជ័យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី17ខែមិថុនានេះចេញសេចក្តីប្រកាសអំពីការវិវត្តថ្មីៗនៃស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជាថៃដោយក្នុងសេចក្តីប្រកាសនោះក្រសួងការពារជាតិកម្ពុជារកឃើញថាកម្លាំងកងទ័ពរបស់យោធាថៃបានបំពេញកិច្ចព្រមព្រៀងរួមគ្នាតាមរយៈការបង្ហោះដ្រូនជីកលានដ្ឋានចល័តអាវុធគាំទ្រនិងសភាវុធគ្រប់ប្រភេទការសាងសង់លានដ្ឋានរចនាសម្ព័ន្ធនិងបង្កើតចំនួនកងទ័ពនៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យក្រសួងការពារជាតិកម្ពុជាបានចាត់ទុកសកម្មភាពបំពានរបស់ក្រមយោធាថៃនេះគឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាពនិងសេចក្តីសុខនៃប្រទេសទាំងពីរសម្រាប់ក្រសួងការពារជាតិកម្ពុជាគាំទ្រនៅជំហរដោះស្រាយព្រំដែនដោយសន្តិភាពតាមមធ្យោបាយអន្តរជាតិនិងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ពនិងប្រជាជននៅទូទាំងប្រទេសនិងមិនអនុញ្ញាតឲ្យជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីបណ្ដាប្រទេសមួយណាឡើយនេះបើតាមការបង្ហោះរបស់เพจផ្លូវការក្រសួងការពារជាតិដែលមានខ្លឹមសារដូចតទៅសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជាមានកិត្តិយសជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីការវិវត្តថ្មីៗនៃព្រឹត្តិការណ៍ក្នុងតំបន់ព្រំដែនកម្ពុជាថៃដូចខាងក្រោមកម្ពុជាមានបំណងរក្សាសន្តិភាពនិងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមរយៈតុលាការអន្តរជាតិ ICJ នៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងប្រាសាទមុំបីដោយសន្តិវិធីនិងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្រៅពីនេះកម្ពុជាបានរៀបឲ្យមានកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែន JBC ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី14-15 ខែមិថុនាឆ្នាំ2025ហើយបានឯកភាពគ្នាលើកិច្ចព្រមព្រៀងដែលភាគីកម្ពុជាថៃត្រូវបំពេញបន្តជាការសោកស្ដាយភាគីថៃមិនបានគោរពនៅកិច្ចព្រមព្រៀងហើយថែមទាំងបានបង្កើតការធ្វើសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនិងមរណភាពទឹកដីរបស់កម្ពុជាផ្ទុយពីការអនុសារណៈយោគយល់គ្នាកាលពីឆ្នាំ2000ភាគីថៃបានបង្កើតសកម្មភាពបង្ហោះដ្រូនការជីកលានដ្ឋានការបង្កើននិងចល័តអាវុធគាំទ្រនិងសភាវុធគ្រប់ប្រភេទការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងការបង្កើតចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខនិងដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខនៃប្រទេសទាំងពីរកងទ័ពកម្ពុជាគាំទ្រនៅជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិនិងដោយសន្តិវិធីរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ពទាំងប្រជាជនទូទាំងប្រទេសគ្រប់អធិបតេយ្យភាពរបស់ប្រទេសជិតខាងនិងបដិញ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាពប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយហើយបដិញ្ញាការពារមរតកទោះស្ថិតក្នុងតម្លៃណាក៏ដោយ